បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូនេះមានរយៈពេលត្រឹមតែ1នាទីជាងទេហើយវីដេអូនេះខ្ញុំគ្រាន់តែចង់មកប្រាប់ដំណឹងពុកម៉ែបងប្អូនទាំងអស់គ្នាទេថា Honda NSX នឹងនាំចូលនៅម៉ូតូអគ្គិសនីបាទប្រភេទ EV បាទដែលប្រើប្រាស់នៅអាគុយណាបាទប្រើប្រាស់អាគុយចំនួន2គ្រាប់និងប្រើសោតេឡេហើយសម្រាប់ម៉ូតូនេះដែរគឺនាំចូលនៅបន្ទាប់ពីចូលឆ្នាំខ្មែរហើយបាទចឹងចូលឆ្នាំខ្មែរហើយបានមួយខែទៅពីរខែហ្នឹងគេនឹងនាំចូលមកលក់ស្រុកខ្មែរហើយបាទហើយមួយ model ទៀតនោះគឺម៉ូតូ Winner X បាទប្រហែលជានាំចូលមកលក់នៅស្រុកខ្មែរដែរបាទដោយសារតែគេសិក្សាឃើញថាស្រុកខ្មែរយើងវាដល់ពេលដែលប្រើប្រាស់ម៉ូតូអគ្គិសនីហើយបាទអញ្ចឹងនេះគឺជាដំណឹងថ្មីហើយយើងរងចាំតាមដានទាំងអស់គ្នាថាតើនាំចូលមកពិតដែរឬទេបាទសូមរងចាំទាំងអស់គ្នា